rồi tham này quạt ao nó cứ bị chén cứ tham crop và ọt miên sào ọt miên chung mùi cho bát lọt đi rồi có ọt miên tờ xe ọt đần nòng ở đây còn trong lệp tham phèm ngay tiết và là hốt đó ngay trong cao bà chuyện ọt tham ngay đầu bấm bớt chập đam sau khăn hay trong đó p đã dương vô từ bình nít lưu tí bay vô từ đó cứ có ọt miên này bình nít chú chiêm bình nít tung ngầm đau rồi tiết tế hơi có ọt miên bình nít eco mưa côn của tôi tiết đài dương prapi cà rạ tới quạt bình nít thầm tại một đoạn bà quạt chẳng phải chỉ quạt đăng được không chết bà quạt đó để quạt vay năm tới vì ai pa po là hồ tờ đó là thưa ai sát than phiệp thầm côn bọc nhom với pol chẳng quạt tục chia ba là hồ đó đọc ngay chiêng mà chết cả là khai cho ọt miên chỉ một rồi nhau dương tới pet thông pi từ bụng đi rồi còn được tp đi chẳng còn tục ở trong chưa trẻ từ lưu pet và pe nóngដោយសារគាត់ថាជំងឺនឹងអត់អីទេទាំងគាត់ចេះតែវិថ្នាំទៅព្រាវស្មានហើយថ្នាំដែលគាត់ឲ្យលើកទី1និងលើកទី2ហ្នឹងគឺខុសគ្នាទេគាត់ដូរថ្នាំលើកទី2ពីព្រោះពេលដែលណាត់ជួបលើកទី2ហ្នឹងសភាពកូនកដលហ្នឹងវាអត់មានប្រែប្រួលអីទេអញ្ចឹងគឺបើន័យថាវានៅដដែលអញ្ចឹងគាត់ដូរថ្នាំខ្លះគាត់រាវបើន័យថាគាត់រាវវាយលើកទី1ថ្នាំលើកទី1មិនត្រូវគាត់ដូរថ្នាំអញ្ចឹងគាត់អត់មានបានយល់ដឹងពីរោគសញ្ញាពីជំងឺអីច្បាស់លាស់អញ្ចឹងតែធ្វើឲ្យប៉ះពាល់ថ្លើមកូនរបស់ខ្ញុំធ្ងន់អញ្ចឹងនៅពេលដែលគាត់ទៅពេទ្យធំខ្ញុំបញ្ញាប់ឃើញស្ថានភាពបែបហ្នឹងខ្ញុំបារម្ភដែរទៅដល់បានគេពិនិត្យឈាមមើលទៅបានដឹងឃើញថាកូនខ្ញុំវាកម្រិតឈាមសឈាមក្រហមហ្នឹងវាឡើងខុសគ្នាបាទខ្វះឈាមខ្លាំងហើយបែកគ្រាប់ឈាមហើយពិសេសហ្នឹងគឺកម្រិតជាតិពុលនៅក្នុងថ្លើមធ្ងន់ធ្ងរបាទអញ្ចឹងហើយបានពេលទៅដល់ពីសង្កត់ធ្ងន់ទៅការព្យាបាលពេទ្យលើកទី1បាទគឺព្យាបាលបែបហ្នឹងពីគេប្រើប្រាស់ថ្នាំអីបាទពេទ្យលើកទី1ហ្នឹងប្រើប្រាស់ថ្នាំអីបានជាប៉ះពាល់ថ្លើមធ្ងន់ធ្ងរដល់កូនខ្ញុំអត់មានជំងឺអីធ្ងន់ធ្ងរទេគាត់តែគាត់ឡើងកូនកដលប៉ុន្តែអ្វីដែលធ្ងន់ធ្ងរគឺដោយសារតែការប្រើប្រាស់ថ្នាំបាទវាធ្វើឲ្យប៉ះពាល់ដល់ថ្លើមកំហុសនៃការព្យាបាលដោយមិនបានពិនិត្យឈាមឲ្យបានច្បាស់លាស់ទុកអ្នកជំងឺបាទគាត់ទុកដើម្បីយកលុយតែម្ដងគាត់អត់មានជំរុញឲ្យយើងទៅពេទ្យផ្សេងទេហើយគាត់កើតអាភាពជឿជាក់បាទថាកូនបងឯងគឺអត់អីទេយើងຕົកចិត្តពេទ្យបាទខ្ញុំຕົកចិត្តពេទ្យនៅពេលហ្នឹងប៉ុន្តែដល់ពេលដែលកើតមានរឿងបែបហ្នឹងបានខ្ញុំនឹកស្ដាយថាខ្ញុំជឿពេទ្យខុសដូចយកកូនទៅឲ្យពេទ្យធ្វើបាបអញ្ចឹង